មួយរយៈធំដែលខ្ញុំបានកាន់ប្រើ Galaxy S25 Ultra ហើយក៏ដល់ពេលដែលខ្ញុំត្រូវបញ្ចេញវីដេអូឲ្យបានមុនចូលឆ្នាំខ្មែរហើយនេះគឺជាវីដេអូ review ពី S25 Ultraដើមពីរូបរាងទូរស័ព្ទមិនថាតែខ្ញុំឬក៏អ្នកប្រើប្រាស់ទូទៅនោះទេមុននឹងយើងសម្រេចចិត្តទិញយកមកប្រើអ្វីដែលយើងមើលមុនគេគឺរូបរាងតែម្ដង Design រូបរាងស្អាតថ្លៃថ្នូរចាស់ទុំនិងមានលក្ខណៈ Premium គឺជាអ្វីដែលអ្នកប្រើចង់បានហើយទាំងអស់នេះគឺមាននៅលើ Galaxy S25 Ultra ការ Design រូបរាងប្លែកខុសពីគេគឺជាអ្វីដែល Samsung ធ្វើតាំងពីដើមមកហើយភាព Unique នៅលើ S25 Ultra នឹងក៏នៅតែបន្តមានចំពោះខ្ញុំដែលជាអ្នកកាន់ប្រើទូរស័ព្ទដៃ Galaxy ច្រើនចំនួនមកមានទាំងត្រកូល S ត្រកូល Note ខ្ញុំឃើញថាការ design នៅលើ S25 Ultra នេះគឺវាស្អាតតាំងពីថ្ងៃប្រកាសចេញដំបូងខ្ញុំឃើញការ design កែមសងខាងនេះឲ្យមានលក្ខណៈជ្រុងជាងមុនអ្វីដែលខ្ញុំគិតមុនគេនោះខ្ញុំគិតថាពេលដែលយកមកប្រើប្រាស់ប្រចាំថ្ងៃប្រហែលជាការកាន់ប្រើនឹងគឺឆាប់មុតដៃឆាប់ត្រុតដៃឈឺដៃកាន់ប្រើមិនបានយូរក៏ប៉ុន្តែពេលដែលយកមកប្រើប្រាស់ប្រចាំថ្ងៃគឺវាមិនដូចអ្វីដែលខ្ញុំបានគិតនោះទេនៅកែមសងខាងនេះគឺគេឈូសឲ្យវារាបស្មើតែម្ដងប៉ុន្តែនៅកែមផ្នែកខាងក្រោយនេះគឺគេឈូសឲ្យវារាងទាលបន្តិចដើម្បីឲ្យការកាន់ប្រើនឹងគឺមិនងាយនឹងឈឺដៃកម្រាស់របស់វាគឺស្ដើងជាង S24 Ultra បន្តិច 8.2 មីលីម៉ែត្រហើយការដែលធ្វើឲ្យកែងរបស់វាកោងទាលជាងមុនបន្តិចវាធ្វើឲ្យស្រួលនៅក្នុងការកាន់ប្រើវាមិនសូវជាចាក់ដៃមុតដៃតែបើធៀបទៅនឹង S24 Ultra គឺ S24 Ultra គឺវាងាយស្រួលនៅក្នុងការកាន់ប្រើប្រាស់ជាងយ៉ាងណាការកាន់ប្រើប្រាស់ Galaxy S25 Ultra ប្រចាំថ្ងៃរបស់ខ្ញុំគឺវាមិនមានបញ្ហាចោតធំដុំដែលធ្វើឲ្យខ្ញុំកាន់ប្រើប្រាស់វាមិនបានយូរនោះទេបើចំពោះអ្នកប្រើទូទៅគឺគាត់តែងតែប្រើដាក់ខេសអញ្ចឹងវាធ្វើឲ្យការកាន់ប្រើនៅក្នុងដៃរបស់យើងគឺវាមានភាពស្និទ្ធល្អ Samsung ចាប់ផ្ដើមផលិតទូរស័ព្ទដែលមានរាងជាចតុកោណកែង4ជ្រុងយើងឃើញមានចាប់ពី Galaxy Note 10 Plus Note 20 Ultra S22 Ultra S23 Ultra និង S24 Ultra មកដល់ S25 Ultra នេះគឺគេបានឈូសកែងរបស់វាឲ្យមានលក្ខណៈកោងទាលជាងមុនហើយការធ្វើបែបនេះក៏មានមតិពេញចិត្តនិងមិនពេញចិត្តផងដែរអ្នកខ្លះយល់ថាការធ្វើបែបនេះធ្វើឲ្យ Samsung បាត់ភាព unique ភាពជាខ្លួនឯងដោយសារការឈូសកែងរបស់វាឲ្យមានលក្ខណៈកោងទាលជាងមុនបន្តិចនេះធ្វើឲ្យវាមានលក្ខណៈស្រដៀងនឹងទូរស័ព្ទដទៃខ្ញុំគិតថានៅតែមិនដូចទូរស័ព្ទណាវានៅតែមានភាព unique ជាខ្លួនឯងអ្វីដែលធ្វើឲ្យ Samsung នៅតែមានភាព unique ជាខ្លួនឯងនោះគឺទម្រង់កាមេរ៉ាដូចខ្ញុំធ្លាប់បាននិយាយតាំងពីវីដេអូ review ពី S24 Ultra មកម្លេះបច្ចុប្បន្នយើងឃើញថាទូរស័ព្ទដៃ Android ស្ទើរតែទាំងអស់មានទម្រង់កាមេរ៉ាស្រដៀងគ្នាហើយទម្រង់ឡែនកាមេរ៉ាផុសអណ្ដែតគ្មានស៊ុំពន់ជុំវិញបែបនេះយើងឃើញមានតាំងពី Galaxy S22 Ultra មកម្លេះទម្រង់កាមេរ៉ាបែបនេះគឺយើងឃើញមាននៅលើ Samsung គឺជាច្រើនឆ្នាំមកហើយយើងមិនដឹងថាពេលណាទើបគេធ្វើការផ្លាស់ប្ដូរទម្រង់រាងកាមេរ៉ានេះចេញនោះទេមិនខុសអីពី Apple នោះទេយើងឃើញថាទម្រង់កាមេរ៉ាចាប់ពី iPhone 11 Pro Max រហូតមកដល់ iPhone 16 Pro Max ក៏យើងឃើញថាគេមិនទាន់ធ្វើការផ្លាស់ប្ដូរទម្រង់កាមេរ៉ាហ្នឹងទៅណាដែរគេគ្រាន់តែធ្វើឲ្យឡែនកាមេរ៉ាហ្នឹងធំជាងមុនប្លែកជាងមុនបន្តិចអាចថាអ្វីដែលគេបានធ្វើគឺវាស្អាតត្រឹមត្រូវសមហេតុសមផលទើបគេមិនងាយផ្លាស់ប្ដូរអូនិយាយពីកាមេរ៉ាឆ្នាំនេះក៏មានអ្នកមិនពេញចិត្តច្រើនដែរជាមួយនឹងកងរង្វង់ឡែនកាមេរ៉ានៅខាងក្រោយនេះក្នុងនោះក៏មានខ្ញុំម្នាក់ដែរប៉ុន្តែនៅពេលដែលខ្ញុំបានកាន់ប្រើ S25 Ultra នេះគឺខ្ញុំសម្លឹងមើលឲ្យមែនទែនទៅកាន់កងរង្វង់ឡែនកាមេរ៉ានេះខ្ញុំឃើញថាការ design បែបនេះក៏ស្អាតមួយយ៉ាងដែរយើងមើលទៅការ design របស់គេក៏មិនសាមញ្ញដូចស៊េរីមុនពេកដែរហើយកងរង្វង់ឡែនកាមេរ៉ាបែបនេះគឺយើងក៏បានឃើញមាននៅលើ Galaxy Fold 6ផងដែរ
មានចំណុចពិសេសមួយនៅលើកញ្ចក់ lens camera S25 Ultra ដែលខ្ញុំពេញចិត្តខ្លាំងហើយខ្ញុំគិតថាក៏មិនសូវជាមានអ្នកដឹងនោះគឺកញ្ចក់ lens camera S25 Ultra វាមិនសូវជាចាប់ធូលីមិនសូវជាប្រឡាក់ហើយការប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្ញុំក៏មិនចាំបាច់ធ្វើការជូតសម្អាតញឹកញាប់នៅពេលដែលខ្ញុំទាញវាយកមកថតដោយការប្រើប្រាស់នៅលើ S23 24 Ultra នោះដែរអញ្ចឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលជាក់ស្ដែងពេលដែលដកចេញពីហៅប៉ៅមកយើងឃើញថាកញ្ចក់ lens camera S24 Ultra ហ្នឹងគឺវាចាប់ធូលីដីខ្លាំងមែនទែនពេលដែលខ្ញុំត្រូវការថតរូបនៅលើ S24 Ultra ម្ដងគឺខ្ញុំចំណាយពេលវេលាច្រើនអាចថាចូលជិត1នាទីដើម្បីធ្វើការជូតសម្អាតកញ្ចក់ lens camera របស់វាអ្វីដែលធ្វើឲ្យខ្ញុំទៅចិត្តនោះគឺកញ្ចក់ lens របស់វាគឺយើងជូតមិនងាយនឹងជ្រះធូលីនោះទេហើយការថតរូបឬថតវីដេអូដើម្បីឲ្យទទួលបានលទ្ធផលល្អទាល់តែយើងប្រកាសថាកញ្ចក់ lens camera របស់យើងហ្នឹងគឺវាមិនមានធូលីដីហើយខ្ញុំគិតថា Samsung គេក៏បានដឹងពីចំណុចមួយនេះក៏ដូចជាទទួលបាន feedback ច្រើនពីអ្នកប្រើប្រាស់ទើបគេធ្វើឲ្យកញ្ចក់ lens camera នៅលើ S25 Ultra នេះគឺវាមិនងាយនឹងចាប់ធូលីដីហើយរាល់ពេលដែលខ្ញុំទាញ S25 Ultra មកថតគឺខ្ញុំមិនសូវជាជូតសម្អាតកញ្ចក់ lens camera ញឹកញាប់ដូចនៅលើ S24 Ultra ឡើយឯការជូតសម្អាតក៏វាឆាប់ជ្រះមិនសូវជាចាប់ជាប់ស្នាមប្រឡាក់ទេអរគុណ Samsung ដែលបានយកចិត្តទុកដាក់ចំណុចនេះទូខ្លួន S25 Ultra នេះគឺបំពាក់ជាមួយនឹងសារធាតុ Titanium ហើយការប្រើប្រាស់របស់ខ្ញុំជាង2ខែមកនេះគឺវាមិនទាន់ឃើញមានស្នាមសឹកឆ្កូតកន្លែងណានោះទេហើយខ្ញុំប្រើវាលាតតែម្ដងអត់មានបានដាក់ខេសអីទេពណ៌ Titanium Grey នេះវារាងចាប់ស្នាមប្រឡាក់គូសមដែរប៉ុន្តែវាងាយស្រួលជូតសម្អាតទូខ្លួន Titanium Grade 5របស់វាមើលទៅមានតម្លៃធន់រឹងមាំយ៉ាងណាក៏ខ្ញុំមិនណែនាំឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់លាតដូចខ្ញុំដែរយើងគួរតែថែរក្សាវាឲ្យបានល្អទៅព្រោះងាយស្រួលនៅពេលដែលយើងត្រូវការវាយចេញវិញក៏វាធ្វើឲ្យយើងមិនសូវជាខាតច្រើនសន្លឹកដែរការរៀបផ្គុំរូបរាងរបស់វាគឺមើលទៅរឹងមាំហាប់ណែនបើទោះបីជាទម្ងន់ខ្លួនរបស់វាស្រាលជាងមុនត្រឹមតែ218ក្រាមក៏ដោយកញ្ចក់ផ្នែកខាងមុខរបស់វាត្រូវបានបំពាក់ជាមួយនឹង Corning Gorilla Glass Armor 2ហើយការប្រើប្រាស់របស់ខ្ញុំជាង2ខែមកនេះគឺដោយមិនបានអ៊ុត screen ការពារអាចថាខ្ញុំប្រើប្រាស់វាថែបើទោះបីជាគេអះអាងថាវាធន់ជាងមុនយ៉ាងណាបើយើងប្រើប្រាស់វាធ្វេសប្រហែសវាក៏នៅតែជៀសមិនផុតពីការសឹកឆ្កូតព្រោះកញ្ចក់ខុសពីដែកអេក្រង់ S25 Ultra ជាចំណុចឆ្ងាញ់ហើយក៏ជាអ្វីដែលខ្ញុំចូលចិត្តខ្លាំងវានៅតែជាអេក្រង់ដែលបង្ហាញពណ៌បានដិតស្រស់ល្អបើទោះបីជាឆ្នាំនេះ Samsung គេទម្លាក់គុណភាព color អេក្រង់ពី10 bit មកនៅត្រឹម8 bit ក៏ដោយអ្វីដែលធ្វើឲ្យខ្ញុំតាក់ចិត្តខ្លាំងនោះគឺការធ្វើឲ្យគែម bezel របស់វាស្ដើងជាងមុនវាធ្វើឲ្យការទស្សនាវីដេអូរបស់យើងគឺមើលទៅពេញភ្នែកតែម្ដងដោយគែមអេក្រង់របស់វាគឺនៅសល់ខ្លីបំផុតទំហំអេក្រង់របស់វាក៏ត្រូវបានគេពង្រីកឲ្យធំជាងមុនគឺឡើងទៅដល់ 6.9 អ៊ីងធំជាង S24 Ultra ទៀតប៉ុន្តែ screen resolution របស់វាគឺនៅដដែល 3120 គុណនឹង 1440 ខ្ញុំអាចនិយាយបានថានេះគឺជាទូរស័ព្ទ Galaxy កំពូលដំបូងគេរបស់ Samsung ដែលមានកែម bezel ស្ដើងជាងគេតាំងពីដំបូងនៅពេលដែលខ្ញុំសម្លឹងមើលអេក្រង់ S25 Ultra នេះធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ទូរស័ព្ទមួយគ្រឿងនៅក្នុង MV របស់ Justin Bieber វាធំវាលាតស្រឡះល្អហើយក៏មិនធ្វើឲ្យយើងឆាប់មានអារម្មណ៍ធុញទ្រាន់នៅពេលដែលយើងសម្លឹងមើលវាយូរនោះឡើយការប្រើប្រចាំថ្ងៃខ្ញុំអូសជាមួយនឹងអេក្រង់ល្បឿន 120Hz នេះគឺវា smooth រអិលមែនតើហើយខ្ញុំជឿថាទាំងអ្នកកំពុងប្រើនិងអ្នកមិនទាន់ប្រើក៏លងជាមួយនឹងសម្រស់អេក្រង់ S25 Ultra នេះមិនតិចអ្នកដែរហើយគេក៏បានធ្វើឲ្យកាន់តែប្រសើរបន្ថែមទៀតជាមួយនឹងការទប់ជាមួយចំណាំងផ្លាតហើយនេះវាកាន់តែងាយស្រួលសម្រាប់យើងប្រើប្រាស់នៅគ្រប់ទីកន្លែងរីឯការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងប្រកាសណាស់យើងពិតជាត្រូវបិទ screen មួយជាន់ទៀតដើម្បីការពារអេក្រង់ដ៏ស្អាតស៊ីវិល័យនេះយ៉ាងណាយើងគួរតែជ្រើសរើសយក screen ដែលអាចទប់ជាមួយនឹងចំណាំងផ្លាតបើទោះបីជាវាមិនអាចកាត់បន្ថយបានច្រើនដូចជាពេលដែលយើងប្រើលាតក៏ដោយអេក្រង់ S25 Ultra គឺនៅតែបន្តជះពន្លឺបានត្រឹមតែ2600 nit ដដែលប៉ុន្តែ2600 nit នៅលើនេះគឺយើងអាចទុកចិត្តបានការប្រើប្រាស់នៅក្រោមថ្ងៃគឺពន្លឺវាភ្លឺបានខ្លាំងល្អ
ចឹងយើងមិនពិបាកនៅក្នុងការសម្លឹងមើលរូបភាពក៏ដូចជាវីដេអូការប្រើប្រាស់នៅក្រោមថ្ងៃអីហ្នឹងគឺអត់បញ្ហានោះទេ2600 nit នៅលើនេះគឺគ្រប់គ្រាន់សម្រាប់ខ្ញុំបើយើងនិយាយពីពន្លឺអេក្រង់ភ្លឺហ្នឹងគឺបច្ចុប្បន្នមានក្រុមហ៊ុនទូរស័ព្ទជាច្រើនកំពុងតែប្រកួតប្រជែងគ្នាអួតគ្នារឿងអេក្រង់ភ្លឺហ្នឹងមានទូរស័ព្ទខ្លះមានពន្លឺអេក្រង់ហ្នឹងរហូតទៅដល់3000 nit 4000 nit ប៉ុន្តែលទ្ធផលជាក់ស្ដែងគឺអាស្រ័យលើយើងការប្រើប្រាស់របស់យើងគឺយើងឃើញវាជាក់ស្ដែងពិតប្រាកដហើយនៅលើ S25 Ultra នេះគឺវាឲ្យខ្ញុំឃើញជាក់ស្ដែងតែម្ដង2600 nit នៅលើនេះគឺគ្រប់គ្រាន់មិនមែនជាតួលេខដែលដាក់ឲ្យតែមានទេផ្នែក speaker នេះគឺជាទូរស័ព្ទ Samsung Galaxy ដំបូងហើយដែលខ្ញុំពេញចិត្តខ្លាំងជាមួយនឹង speaker របស់វាឥឡូវខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ S25 Ultra និង S24 Ultra ហើយខ្ញុំចាប់យកសំឡេងវាផ្ទាល់តែម្ដងមិនមានប្រើម៉ៃអីទេបើអ្នកធ្លាប់ស្ដាប់ speaker នៅលើ S22 Ultra និង S23 Ultra ហើយមកស្ដាប់ speaker នៅលើ S25 Ultra នេះគឺគម្លាតរបស់វាឃ្លាតគ្នារៀងឆ្ងាយ speaker នៅលើ S24 Ultra គឺល្អហើយមកដល់ S25 Ultra នឹងគឺកាន់តែល្អជាងមុនជាមួយនឹងសាច់បាសរបស់វាក៏អុកបានធ្ងន់ល្អជាងមុនសំឡេងជះចេញរបស់វាក៏ឮខ្លាំងហើយមួយទៀតសំឡេងរបស់វាគឺឮធ្ងន់ឮធំជាង S24 Ultraហើយភាគរយដែលខ្ញុំឲ្យវាលើស S24 Ultra គឺប្រហែលជា 15% នៅពេលដែលខ្ញុំលេងហ្គេមឬមើលវីដេអូនៅលើ S25 Ultra នេះគឺសំឡេងរបស់វាលាន់ឮល្អមែនតើវាងុំពេញត្រចៀកតែម្ដងគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវ៉ាវជាមួយនឹង speaker របស់វាឆ្នាំនេះ Samsung គឺគេបានយកចិត្តទុកដាក់ខ្លាំងជាមួយនឹងការអភិវឌ្ឍសមត្ថភាព speaker នៅលើ S25 Ultra នេះវាធ្វើឲ្យការប្រើប្រាស់របស់ខ្ញុំប្រចាំថ្ងៃមិនមានអារម្មណ៍ថាចាញ់ speaker ទូរស័ព្ទកំពូលណាមួយឡើយជម្រើសសម្រាប់អ្នកប្រើប្រាស់តិចឬច្រើននៅតែមានគឺទំហំផ្ទុករបស់វាចាប់ពី 256G ដល់ 1TB ជាមួយនឹងជម្រើស RAM ចាប់ពី 12GB ដល់ 16GB ឥឡូវក្រុមហ៊ុនមួយចំនួនគឺគេបានលោតទៅដល់ IP69 ហើយនៅលើ S25 Ultra នេះគឺនៅតែបំពាក់ជាមួយនឹង IP68 ដដែលប៉ុន្តែខ្ញុំគិតថាគ្រប់គ្រាន់ហើយការប្រើប្រាស់ប្រចាំថ្ងៃគ្មានអ្នកណាម្នាក់យកទូរស័ព្ទទៅប្រើក្នុងទឹកទេវានៅតែអាចការពារជំរាបទឹកបានល្អត្រឹមការជិះកាត់ភ្លៀងអីហ្នឹងគឺអត់បញ្ហាហើយការចុះលេងទឹកត្រឹមកន្លះម៉ោងអីក៏អត់បញ្ហាដែរបើយើងមើលវីដេអូបរទេសគេយកវាទៅដាក់ក្នុងទូទឹកកកក្លាសេឲ្យកកមួយយប់ទល់ភ្លឺព្រឹកឡើងគឺអត់បញ្ហាហើយខ្ញុំជឿថាគ្មានអ្នកណាដែលទិញទូរស័ព្ទតម្លៃពាន់យកទៅក្លាសេទឹកកកដូចគេធ្វើវីដេអូទេហើយអ្នកប្រើទូទៅរួមទាំងខ្ញុំផងដែរក៏មិនចាំបាច់អីដែលត្រូវយកទូរស័ព្ទទៅលេងជាមួយទឹកទេទោះបីជាទូរស័ព្ទយើងមានប្រព័ន្ធការពារទឹកក៏ដោយ Snapdragon 8 Elite for Galaxy
chip Snapdragon 8 Elite នៅលើ S25 Ultra នេះគឺវាជាតិខ្លាំងសម្រាប់អ្នកដែលធ្លាប់មានប្រវត្តិជូរចត់ជាមួយនឹងការប្រើប្រាស់ chip Exynos កាលពី 4-5 ឆ្នាំមុនប្រកាសជាងាកមកញញឹមនៅពេលបានភ្លក់ជាមួយនឹង chip Snapdragon 8 Elite នៅលើ S25 Ultra នេះគឺវាមានកម្លាំងខ្លាំងប្រៀបដូចជា Excavator អញ្ចឹងសម្រាប់ performance game នៅលើ S25 Ultra នេះគឺវាធ្វើបានល្អមែនទែនជាមួយនឹងការលេង game ធំៗដូចជា PUBG គឺខ្ញុំលេងជាមួយនឹងកម្រិត 120 fps គឺវាលេងបាន smooth ល្អមិនមានតាក់មិនមានរអាក់រអួលអីទេហើយមួយទៀតកម្ដៅរបស់វាក៏មិនសូវឡើងខ្លាំងដែរវាទប់បានថេរល្អមែនទែនបើទោះបីជាកម្ដៅរបស់វាលេងយូររៀងឡើងក៏ប៉ុន្តែវាមិនធ្វើឲ្យ game របស់យើងនឹងគឺមានភាពតាក់រអាក់រអួលការលេងមិនបានល្អទេ Samsung បានដំឡើងបន្ទះបន្សាបកម្ដៅឲ្យធំជាងមុនរហូតដល់ 40% ហើយនេះគឺជាទូរស័ព្ទ Galaxy ដំបូងហើយដែលខ្ញុំឃើញថាវាទប់កម្ដៅបានល្អមែនទែនបើទោះបីជាខ្ញុំលេងហ្គេមធំៗច្រើនម៉ោងការប្រើប្រាស់នៅក្រោមថ្ងៃថតរូបថតវីដេអូច្រើនក៏វានៅតែទប់កម្ដៅបានថេរល្អមិនឡើងក្ដៅខ្លាំងដូចនៅលើ S24 Ultra ទេខ្ញុំបានយកវាទាំងពីរ24 25 Ultra ហ្នឹងទៅ run Antutu benchmark S25 Ultra វា run បានលឿនជាង S24 Ultra ប្រហែលជិត1នាទីដែរ S25 Ultra វាទទួលបានពិន្ទុ 2,50,000 ជាងដែរហើយ S24 Ultra វាទទួលបាន 1,700,000 ជាងពិន្ទុ CPU លើ S25 Ultra ក៏វាលើស S24 Ultra ច្រើនដែររីឯនៅលើ Geekbench 6 ពិន្ទុ S25 Ultra single core របស់វាគឺទទួលបាន 2,589 ពិន្ទុ multi core 6,274 សរុបជាតួលេខគឺវាខុសគ្នាច្រើនពី S24 Ultra ហើយលទ្ធផលដែលខ្ញុំដាក់ចូលក្រោយនេះគឺជាលទ្ធផលដែលខ្ញុំតេស្តកាលពីខែមុននៅលើ Antutu S25 Ultra វាទទួលបានដល់ទៅ 2,400,000 ជាងហើយ S24 Ultra វាទទួលបានដល់ទៅ 1,900,000 ជាងហើយបន្ទុកនៅលើ Geekbench 6 វាក៏ទទួលបានច្រើនខុសគ្នាពីការតេស្តរបស់ខ្ញុំលើកទី2នេះហើយក៏មានការតេស្តខ្លះបន្ទុកគឺបានលើសនេះទៀតផងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ដឹងអាចតេស្តបានតេស្ត5ដងគឺលទ្ធផលខុសគ្នាទាំង5ដងបើនិយាយពីការប្រើប្រាស់ប្រចាំថ្ងៃការប្រើប្រាស់កម្មវិធីការចេញចូល app ផ្សេងៗហ្នឹងគឺវាមហាលឿនហើយ2025នេះគឺខ្ញុំរាប់វាជា gaming phone សម្រាប់ខ្ញុំហើយថ្ម 5000 mAh របស់វាការប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្ញុំគឺវាកាន់បានយូរជាង S24 Ultra ហើយខ្ញុំក៏បានធ្វើវីដេអូតេស្តថ្មវាកម្រិតធ្ងន់គឺវាកាន់បានរយៈពេល7ម៉ោងសល់ទឹកថ្ម 16% អ្នកនរគ្នាអាចចូលទៅមើលវីដេអូបានល្បឿនសាររបស់វាគឺនៅដដែល 45W ក៏ប៉ុន្តែប៉ុណ្ណេះវាលឿនគ្រប់គ្រាន់ហើយយើងប្រើពេលប្រហែលជា1ម៉ោង10នាទីដើម្បីសាកពេញដល់ 100% Ultrasonic Fingerprint Sensor របស់ Samsung នៅតែ scan ក្រយៅដៃបានលឿនគ្មានគូប្រៀបយើងគ្រាន់តែដាក់ក្រយៅដៃនៅលើវាគឺវា scan បានភ្លាមតែម្ដងហើយល្បឿនរបស់វាយើងក៏អាចមើលឃើញវាមិនខុសគ្នាពី S24 Ultra ប៉ុន្មានទេអាចថាវាលឿនអស់ត្រឹមប៉ុណ្្នឹងហើយវានៅតែ scan បានលឿនល្អបើទោះជាពេលខ្លះដៃយើងសើមទឹកក៏ដោយបើសួរខ្ញុំថាបច្ចុប្បន្នទូរស័ព្ទណាដែលមាន AI ខ្លាំងហើយ AI ច្រើនជាងគេចម្លើយគឺ S25 Ultra នេះហើយនៅក្នុង Galaxy AI ប្រមូលផ្ដុំទៅដោយមុខងារ AI ផ្សេងៗមានប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើដូចយើងបានដឹងហើយថាបរិបទពិភពលោកយើងបច្ចុប្បន្នគឺដើរមកដល់សម័យកាលមួយដែលគេហៅថាសម័យកាលបច្ចេកវិទ្យា AI គេក៏បានឃើញពីការរីកចម្រើននៃបច្ចេកវិទ្យា AIនិងតម្រូវការនៃការប្រើប្រាស់មុខងារ AI ដើម្បីជួយសម្រួលដល់ការងារមួយចំនួនរបស់អ្នកប្រើទើប Samsung គេយកចិត្តទុកដាក់ទៅលើមុខងារមួយនេះហើយយើងឃើញ Galaxy AI ចាប់ផ្ដើមមាននៅលើទូរស័ព្ទ Samsung ចាប់ពីឆ្នាំ2024មកហើយនៅក្នុងឆ្នាំ2025នេះយើងក៏ឃើញមានមុខងារ AI មួយដែលកំពុងតែល្បីល្បាញខ្លាំងនៅលើ Galaxy S25 Ultra ហើយក៏មានអ្នកយកទៅលេងបង្ហោះពេញបណ្ដាញសង្គមផ្សេងៗផងដែរគឺមុខងារ Generative Editយើងអាចលុបអ្វីមួយដែលយើងចង់លុបដូចជានៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការលុបទូរស័ព្ទចេញពីដៃរបស់ខ្ញុំ
យើងគ្រាន់តែធ្វើការគូលើអ្វីមួយដែលយើងចង់លុបបន្ទាប់មកយើងធ្វើការ generative វានឹងដំណើរការលុបតែម្ដងហើយវាក៏ធ្វើការបានលឿនរហ័សទៀតផងអ្វីដែលយើងមិនគួរឲ្យជឿនោះគឺវាធ្វើបានល្អមែនទែនវាដូចពិតតែម្ដងដោយយើងឃើញជាក់ស្ដែងខ្ញុំបានលុបទូរស័ព្ទចេញពីដៃរបស់ខ្ញុំហើយយើងប្រហែលជាមិនអាចមើលដឹងនោះទេបើសិនជាមិនមានអ្នកប្រាប់ការសហការគ្នាជាមួយនឹង Google Samsung ក៏បានដាក់បញ្ចូល Gemini AI នៅលើទូរស័ព្ទរបស់ខ្លួនយើងអាចសរសេរឬក៏ស៊ូជាសំឡេងទៅកាន់ Gemini ដើម្បីឲ្យវាប្រាប់អ្វីមួយដែលយើងចង់ដឹងវាធ្វើការបានលឿនរហ័សនិងមានភាពវៃឆ្លាតអូខេឥឡូវខ្ញុំនឹងស៊ូ Gemini អំពី Thailand Tell me about Thailand Taeyang Yang, whose real name is Dong Young-bae, is a prominent South Korean singer, songwriter, and dancer. Here's a breakdown of key aspects of his career. Big Bang. He debuted in 2006 as a member of the hugely influential K-pop group Big Bang. Solo career. ដើម្បីប្រើ Gemini យើងគ្រាន់តែចុចសង្កត់ប៊ូតុង Power Tell me about Ronaldo Cristiano Ronaldo dos Santos Aveiro, commonly known as Cristiano Ronaldo, Circle to Search ក៏ខ្ញុំនៅតែប្រើវាម្ដងម្កាលដើម្បីឲ្យវាជួយស្វែងរកពីវត្ថុឬរបស់អ្វីមួយដែលខ្ញុំចង់ដឹងលម្អិតពីវាក្រៅពីនេះក៏នៅមានមុខងារ AI ជាច្រើនទៀតដែលសុទ្ធសឹងតែមានប្រយោជន៍ដល់អ្នកប្រើហើយការថតវីដេអូនៅកន្លែងដែលមានសំឡេងអ៊ូអរច្រើនគឺលែងជាបញ្ហាទៀតហើយយើងអាចលុបកាត់បន្ថយសំឡេងរំខានពីខាងក្រៅបានជាមួយនឹងមុខងារ Audio Eraser ឥឡូវគឺខ្ញុំកំពុងតែនៅខាងក្រៅវីដេអូនេះគឺខ្ញុំនឹងធ្វើការតេស្តជាមួយនឹងមុខងារ Audio Eraser ឥឡូវគឺខ្ញុំកំពុងតែនៅខាងក្រៅវីដេអូនេះគឺខ្ញុំនឹងធ្វើការតេស្តជាមួយនឹងមុខងារ Audio Eraser នៅលើ Galaxy S25 Ultra ចង់ដឹងថាតើវាអាចកាត់បន្ថយជាមួយនឹងសំឡេងរំខានពីខាងក្រៅហ្នឹងគឺបានកម្រិតណាឥឡូវគឺខ្ញុំកំពុងតែនៅខាងក្រៅវីដេអូនេះគឺខ្ញុំនឹងធ្វើការតេស្តជាមួយនឹងមុខងារ Audio Eraser នៅលើ Galaxy S25 Ultra ចង់ដឹងថាតើវាអាចកាត់បន្ថយជាមួយនឹងសំឡេងរំខានពីខាងក្រៅហ្នឹងគឺបានកម្រិតណាហើយឆ្នាំនេះ Samsung បានដក Bluetooth ចេញពី S Pen ហើយនេះគឺជាប្រធានបទក្តៅដែលអ្នកប្រើប្រាស់ជុំវិញពិភពលោកស៊ូទៅកាន់ Samsung ហេតុអ្វីបានជាដកមុខងារ Bluetooth ចេញពី S Pen នេះ S Pen នេះវាក៏នៅតែមានប្រយោជន៍ក្នុងការប្រើប្រាស់ដើម្បីធ្វើការ edit រូបភាពការសរសេរអក្សរការគូសវាសផ្សេងៗហ្នឹងគឺវានៅតែជួយយើងបានច្រើនប៉ុន្តែយើងមិនអាចប្រើប្រាស់ប៊ិចនេះដើម្បីធ្វើការបញ្ជានៅក្នុងការថតរូបពីចម្ងាយបានដូចមុនទៀតឡើយហើយវាក៏លែងជាប៊ិចវេទមន្តសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នាទៀតដែរដកតែ Bluetooth ចេញក៏ប៉ុន្តែមុខងារមានប្រយោជន៍ផ្សេងៗក៏នៅតែមានសម្រាប់អ្នកប្រើ
ហើយយើងក៏នៅតែអាចប្រើបានជាមួយនឹងមុខងារ drawing assist AI select ម្ដងម្កាលខ្ញុំតែងតែដកប៊ិចនេះចេញមកក្រៅដើម្បីធ្វើការសរសេរគូសវាសកត់នៅអ្វីដែលខ្ញុំនឹកឃើញដើម្បីកុំឲ្យភ្លេចនៅពេលដែលយើងអានអត្ថបទអ្វីមួយវែងយើងក៏អាចប្រើ AI select ដើម្បីឲ្យវាជួយសង្ខេបអត្ថបទឲ្យមកន័យខ្លីបានវាមានប្រយោជន៍សម្រាប់អ្នកដែលរវល់មិនសូវមានពេលវេលាច្រើននៅក្នុងការអានអត្ថបទវែងៗអញ្ចឹងវាជួយសង្ខេបនៅចំណុចសំខាន់ហើយខ្លឹមសម្រាប់យើងក្នុងការដឹងពីអត្ថបទនោះត្រូវឲ្យមុខងារ Bluetooth បើសិនជាមានក៏ល្អហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលមុខងារ Bluetooth ដែលមាននៅលើ S24 Ultra ថាតើវាលយប៉ុណ្ណាយើងដឹងហើយថាប៊ិចនៅលើទូរស័ព្ទ Samsung ក៏ជាចំណែកមួយដែលធ្វើឲ្យទូរស័ព្ទ Galaxy នឹងមានភាពលេចធ្លោក៏ដូចជាខុសប្លែកពីទូរស័ព្ទដទៃអស់រយៈពេលជាង1ទសវត្សរ៍ហើយបើយើងគិតចាប់ពី Galaxy Note 1 មកហើយយើងក៏មិនភ្លេចផងដែរថាប៊ិចដែលមាននៅលើត្រកូល S សពថ្ងៃគឺបានមកពី Samsung ដកចេញពីត្រកូល Note ដកពីត្រកូល Note មកដាក់នៅលើត្រកូល S ហើយគេសម្លាប់ត្រកូល Note ចោលតែម្ដងកាលនោះយើងក៏បានដឹងផងដែរថាវាជាការច្របាច់បញ្ចូលគ្នារវាងត្រកូល S និងត្រកូល Note ដើម្បីបង្កើតបានជាទូរស័ព្ទកំពូលមួយគឺ Galaxy ត្រកូល S រហូតមកដល់សប្តាហ៍ថ្ងៃនេះហើយ2025នេះក៏គេបានដកមុខងារ Bluetooth S Pen នៅលើ Galaxy S25 Ultra ហើយនេះក៏ជាតម្រុយដែលឲ្យយើងដឹងមុនថានៅឆ្នាំក្រោយគឺគេអាចនឹងលែងដាក់ S Pen នៅលើទូរស័ព្ទ Galaxy ត្រកូល S ទៀតហើយមូលហេតុធំនោះគឺងាយយល់ទេគេត្រូវធ្វើបែបនេះដើម្បីសល់កន្លែងធំពង្រីកទំហំថ្មព្រោះថាអ្នកប្រើទូរស័ព្ទ Galaxy ជាច្រើនចំនួនដូចជាខ្ញុំក៏រៀងដែរជាមួយនឹងទំហំថ្ម 5000 មីលីអាំពែរនេះទោះបីជាថ្មរបស់វាប្រើបានយូរជាងមុនក៏ពិតមែនក៏ប៉ុន្តែយើងពិតជាចង់ឲ្យវាមានទំហំថ្មធំជាងនេះហើយខ្ញុំជឿថាអ្វីដែលយើងបានគិតគឺ Samsung ក៏គេបានគិតរួចហើយដែរយើងសង្ឃឹមថានៅលើ Galaxy S26 Ultra អាចនឹងទទួលបានទំហំថ្មធំជាង 5000 មីលីអាំពែរខ្ញុំក៏គាំទ្របើសិនជាការដក S Pen នេះចេញហើយគេអាចពង្រីកទំហំថ្មបានធំជាងមុនហើយខ្ញុំជឿថា S Pen នេះក៏គេមិនទាន់យកវាទៅណាដែរគេអាចនឹងដាក់វានៅខាងក្រៅវិញយើងបានភ្លក់រសជាតិ One UI 7ជាមួយនឹង Android 15តាំងពីថ្ងៃបើកប្រអប់ Galaxy S25 Ultra នេះដំបូងសប្តាហ៍ថ្ងៃខ្ញុំប្រើទាំងពីរ One UI 6.1 និង One UI 7ពេលដែលខ្ញុំបដូរពី One UI 6.1 នៅលើ S24 Ultra មក One UI 7នៅលើ S25 Ultra នេះខ្ញុំពិតជាទាក់ចិត្តជាមួយនឹងរូបរាង App Icon ថ្មីវាពិតជាស្អាតជាងមុននៅពេលដែលខ្ញុំចូលទៅប្រើនៅក្នុងកម្មវិធីណាមួយខ្ញុំឃើញថាអូខេគេធ្វើមកបានស្អាតនិងមានភាពទាក់ទាញជាងមុនពេលដែលចូលមកដល់ក្នុងកាមេរ៉ា App នេះគឺយើងឃើញពីផ្ទាំងមីនុយនៃការប្រើប្រាស់នីមួយៗហ្នឹងគឺវាមានភាពស្រឡះការរៀបចំមានរបៀបងាយស្រួលក្នុងការប្រើប្រាស់នៅលើ One UI 7នេះ Samsung ក៏នៅតែផ្ដល់ភាពសម្បូរបែបនៃការ customization អ្នកប្រើក៏នៅតែមានជម្រើសច្រើននៅក្នុងការផ្លាស់ប្ដូរទីកន្លែងផ្ទាំងនៃការប្រើប្រាស់នីមួយៗហ្នឹងតាមចិត្តដែលយើងចង់បាននៅពេលដែលយើងចង់មើល notification យើងទាញនៅខាងឆ្វេងហើយនៅពេលដែលយើងចង់ប្រើកម្មវិធីផ្លូវកាត់គឺយើងទាញនៅខាងស្ដាំនៅបើគឺជាមុខងារថ្មីដែលមាននៅលើ One UI 7នេះខ្ញុំចូលចិត្តវាលយមានប្រយោជន៍យើងអាចមើលកម្មវិធីបាន 2-3 នៅក្នុងពេលតែមួយហើយយើងអាចមើលកម្មវិធីនីមួយៗបានដោយមិនចាំបាច់ដោះសោក៏បានដែរមុខងារនៅ brief មិនសូវជាមានប្រយោជន៍ច្រើនទេនៅពេលដែលយើងចុចចូលទៅគឺវាឲ្យយើងឃើញពីព័ត៌មានអាកាសធាតុតែគេចេះគួរសមដែរគេមានពាក្យ good morning good afternoon good night មកកាន់យើងនៅពេលដែលយើងចុចចូលទៅ
របស់តាក់ចិត្តមួយទៀតនៅពេលដែលខ្ញុំសាកថ្មគឺវាលេចចេញរូបរាង animation ថ្មីមើលទៅស្អាត cool មែនទែនយើងចូលមកដល់របស់ធំគឺផ្នែកកាមេរ៉ាបើដក lens ultra wide ចេញកាមេរ៉ា lens នៅលើ S25 ultra គឺដូចគ្នាទាំងស្រុងជាមួយនឹងកាមេរ៉ានៅលើ S24 ultra មែនកាមេរ៉ារបស់វាមានទំហំ200 megapixel ដដែល lens periscope មានទំហំ50 megapixel 10 megapixel telephoto ឯ lens ultra wide ឆ្នាំនេះគឺគេដំឡើងឲ្យធំជាងមុនពី12 megapixel ឡើងរហូតដល់50 megapixel ចុងក្រោយគឺ lens selfie មានទំហំ12 megapixel នេះគឺជា portrait video វាអាចថតបានជាមួយនឹងកម្រិត 4K 30 fps ហើយវាឲ្យ blur ខាងក្រោយហ្នឹងគឺបានល្អមែនទែន portrait video គឺយើងអាចថតបានក្នុងកម្រិត 4K 30 fps ទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយវាធ្វើបានល្អជាង S24 Ultra ហើយ blur ខាងក្រោយហ្នឹងក៏វាឲ្យបានស្អាតដាច់ល្អវាមិនសូវជា blur ខ្លាំងដូច S24 Ultra ទេដែលពេលខ្លះវា blur បាំងទាំងមនុស្សដែលនៅខាងមុខទៀតផងហើយនេះគឺជាចំណុចកែប្រែដ៏ល្អមួយដែលគេយកចិត្តទុកដាក់ទៅលើការថត portrait video ហើយការថតពី1គុណដល់3គុណក៏វានៅតែធ្វើបានល្អហើយខ្ញុំពិតជាពេញចិត្តជាមួយនឹងការថតវីដេអូកាមេរ៉ាក្រោយជាមួយនឹងកម្រិត 4K 60 fps វាច្បាស់ម៉ត់ល្អឯទឹកពណ៌ហ្នឹងក៏វាឲ្យបែបធម្មជាតិជាង S24 Ultra ដែរខ្ញុំកាន់ថតមើលខាងក្រៅផ្ទាល់និងមើលនៅក្នុងវីដេអូគឺវាស្ទើរតែមិនខុសគ្នាពីខាងក្រៅចំណុចពិសេសនៅពេលដែលខ្ញុំស៊ូមផ្លែឈើដែលនៅឆ្ងាយស្រាប់តែវាឲ្យ blur ខាងក្រោយបានស្អាតល្អមែនទែនមានចំណុចមួយដែលខ្ញុំឃើញថា Samsung គេព្យាយាមយកចិត្តទុកដាក់ដុសខាត់ជារៀងរាល់ឆ្នាំហើយក៏ជាអ្វីដែលអ្នកប្រើតែងតែរអ៊ូហើយយើងឃើញថាគេពិតជាយកចិត្តទុកដាក់កែប្រែមែននោះគឺគេធ្វើឲ្យការថតវីដេអូ zoom ឆ្លាស់ lens zoom in zoom out ហ្នឹងគឺវាមានភាព smooth ល្អជាងមុនវាមិនសូវជាតាក់កន្ត្រាក់ដូចការថតនៅលើស៊េរីមុនទេហើយខ្ញុំក៏ធ្លាប់ថតវីដេអូ zoom នៅលើ iPhone ដែរគឺវា smooth ខ្លាំងមែនទែនបើទោះបីជាយើង zoom មិនសូវជាថ្នមដៃក៏ដោយហើយ Samsung គេក៏បានដឹងច្បាស់ពីចំណុចមួយនេះទើបគេព្យាយាមរត់ឲ្យទាន់ Apple ហើយនេះគឺជាលទ្ធផលដែលយើងឃើញគឺវាថតបាន smooth ល្អមែនទែនវាក៏នៅតែមានចំណុចតាក់កន្ត្រាក់ខ្លះៗដែរប៉ុន្តែវាមិនច្រើនទេលទ្ធផលប៉ុណ្ណឹងគឺអាចលួងចិត្តអ្នកដែលធ្លាប់រអ៊ូឲ្យស្ងប់ចិត្តបានហើយបើធៀបជាមួយនឹង S24 Ultra ក៏ខ្ញុំឃើញថាវាមិនសូវជាខុសគ្នាច្រើនដែរហើយអ្វីដែលយើងមិនអាចភ្លេចបានគឺគុណភាពវីដេអូកម្រិត 4K របស់វាគឺយើងអាចយកទៅប្រើបានវាមិនចាញ់កាមេរ៉ាធំកម្រិត professional ប៉ុន្មានឡើយលើសពីនេះយើងក៏អាចថតវីដេអូបានដល់ទៅកម្រិត 4K 120 fps ដែលសាច់វីដេអូវាឲ្យមកគឺ smooth ល្អមែនទែនរបស់ថ្មីមួយទៀតនៅលើកាមេរ៉ា S25 Ultra គឺយើងអាចថត lock វីដេអូបាន lock វីដេអូគឺវាមាន color slate បែបនេះអញ្ចឹងងាយស្រួលសម្រាប់អ្នកដែលយកទៅក្នុងការកែពណ៌ផ្សេងៗហើយវាក៏មានជម្រើសឲ្យយើងរើស fps របស់វាពី24 fps ដល់120 fps សម្រាប់អ្នកចូលចិត្តថតវីដេអូ slow motion គឺយើងអាចថតបានដល់ទៅ 4K 120 fps ដូចគ្នាវីដេអូ 8K របស់វានៅតែថតបានត្រឹម30 fps ដដែលវាច្បាស់វាម៉ត់ល្អហើយទឹកពណ៌ធម្មជាតិក៏ឲ្យបានត្រឹមត្រូវតែវាស៊ីទំហំផ្ទុកក៏ធំដែរត្រឹម27វិនាទីវាស៊ីមេហ្គាបៃតដល់ទៅ280មេ
ការថត portrait គឺវាធ្វើបានល្អមិនលើសពី S 24អត្រាប៉ុន្មានទេវាឲ្យ blur នៅខាងក្រោយបានល្អហើយការបែងចែកមនុស្សឬក៏របស់ដែលនៅខាងមុខនឹងក៏វាធ្វើបានល្អដែរវាកាត់ឆ្កៀលបានល្អបើទោះបីជា background នៅខាងក្រោយនឹងរញ៉េរញ៉ៃសាំញ៉ាំយើងអាចសម្គាល់មើលទឹកពណ៌នៅលើ S 25អត្រាគឺវាឲ្យមករាងស្រស់ជាង S 24អត្រា S 25អត្រាវាឲ្យពណ៌ត្រូវជាងខ្ញុំមើលរូបថតនៅក្នុង Galaxy S 25 Ultra និងអាវរបស់ខ្ញុំគឺវាមិនសូវជាខុសគ្នាទេកាមេរ៉ា selfie របស់វាគឺថតបានច្បាស់មាត់ល្អយើងឃើញថាទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយការឲ្យពណ៌លើកនេះគឺវារាងដិតស្រស់ជាង S 24 Ultra អូខេខ្ញុំឃើញថាវាស្រស់ជាងបន្តិចក៏ប៉ុន្តែការឲ្យសាច់ពណ៌ស្បែកមនុស្សក៏ដូចជាសម្លៀកបំពាក់អីហ្នឹងគឺវាដូចនៅនឹងខាងក្រៅច្រើនជាង S 24 Ultra ដែរការថតនៅលើ lens 12 megapixel 50 megapixel និង200 megapixel ខ្ញុំឃើញថាការឲ្យទឹកពណ៌របស់វាក៏មិនសូវជាខុសគ្នាឆ្ងាយដែរវានៅតែបង្ហាញឲ្យយើងឃើញពីទឹកពណ៌ធម្មជាតិជាមួយនឹង detail ច្បាស់ម៉ត់ល្អភាពខុសគ្នារវាង lens ultra wide 12 megapixel និង 50 megapixel វាមិនសូវជាខុសគ្នាច្រើនទេខ្ញុំយករូបទាំងពីរមក zoom មើលច្រើនដងខ្ញុំឃើញថា 50 megapixel ultra wide នេះគឺវាឲ្យ detail លើសបន្តិចតែប៉ុណ្ណោះការ zoom ពី1គុណដល់100គុណខ្ញុំឃើញការវិវត្តរបស់វាគឺល្អក៏ប៉ុន្តែមិនច្រើនជាងមុនប៉ុន្មានទេការ zoom លើកនេះពី1គុណដល់100គុណវាទប់លំនឹងបានល្អជាង F24 Ultra ការ zoom 5គុណគឺយើងទទួលបានរូបភាពស្អាតហើយចូលទៅដល់10គុណនិងដល់30គុណក៏ detail វានៅតែឲ្យបានល្អជាមួយនឹងទឹកពណ៌ក៏ស្អាតដែរលើកនេះបើទោះបីជាចូលដល់100គុណក៏វាធ្វើបានល្អជាង S24 Ultra ហើយនេះគឺខ្ញុំយកវាទាំងពីរមកធ្វើការប្រៀបធៀប zoom យើងចាំមើលលទ្ធផលទាំងអស់គ្នាហើយនេះគឺជាលទ្ធផលខ្ញុំប្រៀបធៀបតែ30គុណនិង100គុណទេ30គុណនៅលើ S25 Ultra គឺវាឲ្យ detail បានល្អហើយក៏សម្គាល់បានត្រឹមត្រូវដែរអញ្ចឹងយើងមើលទៅឃើញវាពិតជារូបរាងសត្វរលកទាំងការឲ្យពណ៌ទាំងការលម្អិតនៃ detail ហ្នឹងក៏ធ្វើបានល្អជាង S24 Ultra ហើយរូប30គុណនៅលើ S25 Ultra នេះគឺយើងអាចយកទៅបង្ហោះនៅលើបណ្ដាញសង្គមបានសរុបមកការថត zoom នៅលើ S25 Ultra គឺវាធ្វើបានល្អប្រសើររហូតដល់100គុណក៏វានៅតែឲ្យ detail និងពណ៌បានល្អការថត low light video នៅលើ S25 Ultra គឺវាលុបបំបាត់ noise ក៏ដូចជាលុបបំបាត់ព្រិលស្នាមអុជហ្នឹងគឺបានច្រើនប៉ុន្តែពន្លឺវាគេរៀងទម្លាក់ជាង S24 Ultra បន្តិចសាច់វីដេអូរបស់វាឲ្យ detail បានច្បាស់ល្អក៏ដូចជាពណ៌ហ្នឹងក៏ឲ្យបានត្រឹមត្រូវដែរហើយខ្ញុំក៏នឹងធ្វើវីដេអូប្រៀបធៀបកាមេរ៉ាគ្នាជាមួយនឹង S24 Ultra នៅវីដេអូបន្តផងដែរចូលមកដល់ការថត night mode នៅលើ S25 Ultra យើងឃើញថាវាមិនព្យាយាមចាក់ពន្លឺឲ្យភ្លឺខ្លាំងពេកទេប៉ុន្តែភាពលម្អិតក៏ដូចជាការលុបបំបាត់ noise ស្នាមអុជនិងភាពព្រិលហ្នឹងគឺវាធ្វើបានល្អមែនទែនហើយខ្ញុំក៏កាន់តែពេញចិត្តជាមួយនឹងទឹកពណ៌ដែលគេផ្ដល់ឲ្យយើងមើលទៅវាមិនមានសភាពខុសគ្នាពីខាងក្រៅទេ
សរុបមក S25 Ultra នៅក្នុងឆ្នាំ2025នេះវាគឺជាទូរស័ព្ទមួយដែលនៅតែនៅលើតារាងកំពូលបើយើងប្រៀបទៅនឹងអាគារវាប្រៀបដូចជាអាគារមួយដែលខ្ពស់បំផុតហើយមានចំណុចតែមួយទេដែលខ្ញុំមិនពេញចិត្តនៅលើវាគឺការដក Bluetooth ចេញពី S Pen ហ្នឹងវានៅតែលេចធ្លោនៅលើចំណុចខ្លាំងទាំងផ្នែកកាមេរ៉ាប្រព័ន្ធ software ដ៏ល្អជាមួយនឹងការ design នៅតែមានភាព unique ភាព premium ហើយវាក៏ទទួលបានកំណែ update software ដល់ទៅ7ឆ្នាំមិនធម្មតាទេចំណុចនេះក៏មិនទាន់មានក្រុមហ៊ុនទូរស័ព្ទណាអាចធ្វើបានដែរហើយឆ្នាំក្រោយនៅលើ Galaxy S26 Ultra បើសិនជា Samsung គេលេងដាក់ big ក៏វាមិនមែនជាបញ្ហាធំសម្រាប់អ្នកប្រើដែរចំពោះអ្នកប្រើ S23 24 Ultra បើសិនជាចង់ដូរមកកាន់ S25 Ultra នេះខ្ញុំគិតថាក៏វាមិនធ្វើឲ្យអារម្មណ៍យើងរំភើបខ្លាំងព្រោះសមត្ថភាពកាមេរ៉ានិងកម្លាំងរបស់វាក៏មិនខុសគ្នាឆ្ងាយពី S23 និង24 Ultra ប៉ុន្មានដែរអរគុណចំពោះការទស្សនាតាំងពីដើមដល់ចប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះសូមជូនពរទៅដល់បងប្អូនខ្មែរយើងឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារអ្នកទាំងអស់គ្នាអាចសរសេរ comment នៅខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូបន្ត